សួរពុកម៉ែបងប្អូនដែលជាកសិករទាំងអស់ថ្ងៃនេះក្មួយតំណាងឲ្យខាងក្រុមហ៊ុន G ធម្មជាតិកសិករ Nano បាទចោះមកមើលទៅលើស្រូវរបស់លោកពូបាទនៅខាងយើងអាងពីងពួយតលនៅអង្គវិញណាបាទពុកម៉ែបងប្អូនដែលគាត់ចូលមើលទស្សនាវីដេអូណាសិតស្រូវរបស់លោកពូដែលគាត់ប្រើជាមួយនឹង G ទឹកកសិករ Nano នេះបាទគាត់ទទួលបានទិន្នផលខ្ពស់ហើយបន្តិចទៀតនេះក្មួយនឹងសភាជាមួយនឹងលោកពូដែលគាត់ជាម្ចាស់ស្រូវនេះផ្ទាល់ណាបាទជម្រាបសួរលោកពូជម្រាបសួរលោកពូលោកពូនៅភូមិអីគេដែរពូនៅយើងនេះអូនៅនេះភូមិតង្ងែនឃុំតាក្រៀមស្រុកបណ្ណនខេត្តបាត់ដំបងបាទចុះលោកពូប្រើជាមួយនឹងជីទឹកកសិករបាទ Nano នេះបានប្រហែលវគ្គហើយពូអូពូតាំងពីចាប់ផ្ដើមប្រើជីកសិករ Nano នេះវារយៈពេល4ឆ្នាំកន្លងមកហើយ4ឆ្នាំហើយ4ឆ្នាំដល់ឆ្នាំនេះហើយបាទចុះលោកពូប្រើឆ្នាំមុនហ្នឹងពូប្រើទៅទិន្នផលវាមិនដែរពូទិន្នផលល្អបានខ្ពស់ហើយយើងកាត់បន្ថយជីគ្រាប់បានច្រើនបាទហើយណាមួយយើងប្រើជីកសិករ Nano នេះវាសត្វល្អិតសត្វអីក៏អត់មកសូវមានចិត្តបៀតដែរព្រោះវាធ្វើឲ្យស្លឹកយើងក្រាស់ស្អាតអត់សូវមានសត្វល្អិតសត្វអីមកយាយីបាទចុះពូប្រើជាមួយនឹងជីទឹកកសិករ Nano នេះទិន្នផលកើនលើសឆ្នាំមុនអត់ពូកើនលើសឆ្នាំមុនកើនលើសឆ្នាំមុនហើយកាត់បន្ថយជីគ្រាប់ប្រើតិចតែគុណទិន្នផលកើនបាទអញ្ចឹងពូនៅបន្តប្រើជាមួយនឹងជីទឹកកសិករ Nano នេះបន្តទៀតអញ្ចឹងពូប្រើជាមួយជីទឹកកសិករ Nano នេះពូចំណេញបានអីខ្លះទេប្រើជីទឹកណាកសិករ Nano នេះយើងចំណេញបានថាទី1យើងអាចកាត់បន្ថយជីគ្រាប់បានច្រើនទី2សត្វល្អិតអត់សូវបៀតបៀនយើងកាត់បន្ថយការបាញ់សត្វល្អិតនឹងបានច្រើនព្រោះអត់សូវមានសត្វល្អិតមកបៀតបៀនវាទេទី3ទៀតយើងណែមានអីក្រៅពីទឹកផុកអីឲ្យបានដិតដល់ហើយណាមួយដឹងតាបាញ់3ដងយើងជីកសិករ Nano របស់យើងណាយើងបាញ់3ដងវគ្គទី1ទី2ទី3តែយើងកាត់បន្ថយជីគ្រាប់យើងបាច់តែវគ្គផ្ដាច់មួយវគ្គទេបាទអញ្ចឹងយើងចំណេញច្រើនយើងចំណេញតថាយើងប្រើជាមួយជីទឹកកសិករ Nano នេះចំណេញជាមួយថ្នាំសត្វល្អិតបង្កើនទិន្នផលចំណេញជាមួយថ្នាំពៅបំផនទៀតហ្នឹងហើយព្រោះនៅក្នុងកញ្ចប់របស់ខាងជីធម្មជាតិកសិករ Nano នេះមានទាំងថ្នាំជំនួយឬក៏ថ្នាំពៅបំផនផ្សេងបាទនៅក្នុងនេះគឺនៅគ្រប់គ្រឿងស្រេចអញ្ចឹងយើងចំណេញបានច្រើនបាទអញ្ចឹងអរគុណច្រើនលោកពូបាទអរគុណពុកម៉ែបងប្អូនចុះមកជួយមើលរោគស្រូវហើយមកជួយមើលការមើលរោគអីផ្សេងក្នុងស្រែក៏អត់មានឯណាមួយបានចុះមកជួយមើលជួយអីហើយបង្ហាញពីជីយើងបានល្អដើម្បីឲ្យកម្រិតជីភាពកសិករយើងបានធូរធារកាត់បន្ថយជីគ្រាប់បានច្រើនខ្ញុំបាទសូមអរគុណជីធម្មជាតិកសិករ Nanoអញ្ចឹងអរគុណច្រើនអរគុណលោកពូហើយក៏អរគុណពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូរបស់ខាងក្រុមហ៊ុន G ធម្មជាតិកសិករ Nano អញ្ចឹងពុកម៉ែបងប្អូនដែលគាត់មានចម្ងល់អ្វីផ្សេងដែលពាក់ព័ន្ធខាងកសិកម្មពុកម៉ែបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទឬក៏ Page របស់ខាងក្រុមហ៊ុន G ធម្មជាតិកសិករ Nano បានអរគុណច្រើនជម្រាបលា